តើតងជាមួយនឹងទីផ្សារខ្យងបឹងមានបងប្អូនយើងគាត់បារម្ភមែនតើមានបងប្អូនយើងមួយចំនួនគាត់បារម្ភនៅពេលដែលចិញ្ចឹមបានហើយខ្លាចអត់មានទីផ្សារចិញ្ចឹមបានហើយអត់ដឹងលក់នៅទីណាសម្រាប់ការធ្វើទីផ្សារខ្យងបងប្អូនទីមួយបងប្អូនអាចធ្វើលក់ឲ្យខាងកាឋានបើសិនជាករណីបងប្អូនមានច្រើនមានជាប្រចាំហើយតំបន់របស់បងប្អូនអត់ទីផ្សារបងប្អូនអាចលក់ឲ្យខាងកាឋានបានឬក៏មួយទៀតបងប្អូនអាចព្យាយាមធ្វើទីផ្សារតាមរបៀបទាំងអស់នេះសម្រាប់ជំហានទី1បងប្អូនអាចព្យាយាមលក់តាមមុខផ្ទះរបស់បងប្អូនអញ្ចឹងព្យាយាមដាក់លក់នៅមុខផ្ទះទៅបងប្អូនមានចានដែក1ឬក៏2ទេខ្យងដែលត្រូវលក់យើងយកទៅដាក់នៅមុខផ្ទះទៅហើយដាក់ផ្លាកដាក់អីទៅបងប្អូនលក់1គីឡូម៉ាន3000ឬក៏9000ឬក៏10000ដាក់ផ្លាកទៅបងប្អូនហើយសម្រាប់ជំហានទី2បងប្អូនអាចព្យាយាមយកទៅលក់នៅផ្សារអញ្ចឹងបងប្អូននៅពេលដែលមានរបស់ហើយកុំខ្មាស់បងប្អូនមានបងប្អូនយើងមួយចំនួនខ្មាស់ណាអត់ហ៊ានដឹកយកទៅលក់អត់ហ៊ានផុសលក់អត់ហ៊ានផ្សព្វផ្សាយលក់ទេបងប្អូនផ្សព្វផ្សាយតាមអនឡាញក៏អត់ហ៊ានយកទៅលក់ផ្ទាល់ក៏អត់ហ៊ានខ្មាស់អញ្ចឹងកុំចឹងអីបងប្អូនមានរបស់លក់ហើយព្យាយាមយកទៅផ្សារបងប្អូនមើលវិភាគមើលម៉ោងសង្កេតមើលម៉ោងតែម៉ោងណាដែលនៅផ្សារមានម៉ួយឬក៏មានអ្នកទិញគេទៅច្រើនអញ្ចឹងព្យាយាមយកទៅលក់ទៅបងប្អូនដឹកដាក់ម៉ូតូដាក់លំអទៅធ្វើមួយថ្ងៃ10 20គីឡូ50គីឡូលក់ទៅបងប្អូនបែងចែកទៅព្រឹកខ្លះល្ងាចខ្លះទៅបងប្អូនក្នុងការលក់ដូរក្នុងការធ្វើទីផ្សារពេលខ្លះដំបូងរៀងពិបាកបងប្អូនធម្មតាទេបងប្អូនធម្មតាទេលក់អីក៏ដោយប៉ុន្តែនៅពេលដែលគេស្គាល់យើងច្រើនពេលដែលគេស្គាល់យើងច្រើនពេលខ្លះគេទៅដល់ផ្ទះបងប្អូនគេត្រូវការហូបត្រូវការទិញស្រស់ថ្មីអីគេទៅដល់ផ្ទះយើងហ្មងហើយជំហានបន្ទាប់មកទៀតបងប្អូនជំហានបន្ទាប់មកទៀតបងប្អូនអាចព្យាយាមតាក់ទងនៅកន្លែងគេលក់ត្រីលក់អីបងប្អូនតាក់ទងមើលនៅផ្សារបងប្អូនឬក៏នៅផ្សារនៅក្បែរភូមិស្រុកបងប្អូនតាក់ទងហើយដាក់ឲ្យគាត់លក់ឧទាហរណ៍ថាបងប្អូនត្រូវលក់1គីឡូម៉ាន6000ឧទាហរណ៍ណាបងប្អូនដាក់ឲ្យគាត់ទៅ5000ទៅឬក៏5500ទៅបងប្អូនដាក់ឲ្យគាត់លក់ទៅទេគាត់លក់អីបងប្អូនគាត់លក់ឲ្យយើងអញ្ចឹងនៅពេលដល់ម៉ោងលក់បានប៉ុន្មានគាត់ឲ្យថ្លៃដើមរបស់យើងប៉ុន្មានឧទាហរណ៍5500គាត់ឲ្យ5500ហើយចំណេញ500គាត់យកអញ្ចឹងទៅឬក៏បងប្អូនដើរបោះហ្មងទៅលក់តម្លៃណាមួយឲ្យគាត់ឲ្យពួកគាត់ទៅតម្លៃណារៀងសមរម្យទៅមើលតាមជាក់ស្ដែងបើតាមជនបទរៀងតម្លៃធូរឯងបងប្អូនធម្មតាទេប៉ុន្តែបើចូលក្បែរក្រុងឬក៏តំបន់ប្រជុំជនមនុស្សច្រើនអាចលក់បានថ្លៃគួរសមយើងមើលតាមជាក់ស្ដែងបងប្អូនត្រូវលក់ថ្លៃត្រូវលក់ថោកជាមួយជាក់ស្ដែងទៅហើយខ្យងមិនបាច់ភ័យទេលក់តែ1គីឡូ4000 3000ក៏ចំណេញដែរដោយសារចំណេញរបស់វាថោកបងប្អូនគាត់ថាយើងព្យាយាមលក់ឲ្យល្អទៅតម្លៃហើយជំហានបន្ទាប់មកទៀតបងប្អូនអាចរកតាក់ទងលក់តាមហាងតាមកន្លែងគេអាំងបងប្អូនតាក់ទងទៅបងប្អូនហើយលក់ទៅតម្លៃណាមួយដែលល្អផ្គត់ផ្គង់ឲ្យគេឲ្យគ្រប់ណាបងប្អូនឲ្យបងប្អូនមានជាប់មានប្រចាំអត់ពិបាកទេទីផ្សារហើយបើសិនជាករណីបងប្អូននៅតាមតំបន់ដែលគេធ្វើការរោងចក្រធ្វើអីច្រើនតាក់ទងអ្នកលក់កន្លែងរោងចក្របងប្អូនពួកគាត់ត្រូវការច្រើនឬក៏យើងរៀបចំដាក់លក់ដល់ខ្លួនឯងទៅបងប្អូនស្ងោររៀបចំជាខ្ចប់ទៅលក់តម្លៃណាមួយដែលល្អទៅធ្វើទឹកជាលក់ធ្វើឲ្យឆ្ងាញ់ទៅលក់ដាច់បងប្អូនលក់ដាច់ពីជំហានបន្តមកទៀតជំហានដែលល្អបំផុតនោះបើសិនជាបងប្អូនមានខ្យងច្រើនបងប្អូនព្យាយាមយកទៅលក់តាមក្រុងបងប្អូនសម្រាប់ខ្យងលក់តាមក្រុងតម្លៃល្អណាស់បងប្អូនហើយមានច្រើនមុំលក់បន្តិចអស់ហើយធម្មតាទេបងប្អូនក្រុងមនុស្សច្រើនទីក្រុងគេចាយលុយច្រើនមនុស្សចូលចិត្តចាយលុយបងប្អូនបើនិយាយទៅអញ្ចឹងអាចលក់ស្រស់ក៏បានឬក៏អាចកែច្នៃជារបស់ដែលឆ្អិនហើយក៏បានបងប្អូនហើយបន្តមកទៀតបើសិនជាករណីបងប្អូនខ្ជិលណាស់ខ្ជិលធ្វើទីផ្សារខ្ជិលអីអាចចិញ្ចឹមឲ្យច្បាស់លាស់ធ្វើឲ្យច្បាស់លាស់ធ្វើឲ្យពិតប្រាកដមានចំនួនមានអីច្បាស់លាស់អាចចិញ្ចឹមសហការលក់ឲ្យខាងកាឋានបានអញ្ចឹងខាងកាឋានក៏ទូទិញដែរបងប្អូនគាត់ថាធម្មតាទេបងប្អូនតម្លៃបោះឲ្យខាងកាឋានគឺតម្លៃខាងក្រោមទីផ្សារតិចតួចអ្វីដែលសំខាន់ក្នុងការចិញ្ចឹមខ្យងក្នុងការលក់នេះបងប្អូនហើយសំខាន់បងប្អូនត្រូវចិញ្ចឹមឲ្យបានជាប្រចាំឲ្យនឹងបើអត់មាននឹងទេយូរមានម្ដងបាក់ធ្វើទីផ្សារធម្មតាទេបងប្អូនអីក៏ដោយហើយបន្តមកទៀតធ្វើយ៉ាងណាចិញ្ចឹមខ្យងឲ្យធាត់ហើយខ្យងធ្វើយ៉ាងណាឲ្យមានរសជាតិឆ្ងាញ់កុំឲ្យមានក្លិនមានបងប្អូនមួយចំនួនគាត់ចិញ្ចឹមប្រាចំណីអត់ត្រូវខ្យងស្គមហើយខ្យងអត់ឆ្ងាញ់ទេក្លិនទៀតបងប្អូនអ
ចឹងពេលខ្លះគេទិញតែម្ដងគឺជប់តែញ៉ៃចឹងធ្វើយ៉ាងណាចិញ្ចឹមឲ្យបានត្រឹមត្រូវទឹកស្អាតចំណីស្អាតចំណីល្អចំណីគុណភាពខ្យងចេញមកធាត់ហើយមានរសជាតិផ្អែមឆ្ងាញ់ហើយតកតងជាមួយនឹងចំណីដែលធ្វើឲ្យខ្យងមានរសជាតិឆ្ងាញ់ខ្យងមានរសជាតិផ្អែមខ្ញុំនឹងបង្ហាញនៅក្នុងមេរៀនបងប្អូនហើយសម្រាប់ពណ៌ខ្យងនេះក៏សំខាន់ណាស់បងប្អូនណាធ្វើយ៉ាងណានៅពេលដែលចិញ្ចឹមខ្យងកុំឲ្យមានពណ៌ស្លែពេកធ្វើយ៉ាងណាឲ្យខ្មៅថ្លាបែបនេះស្រួលលក់